គ្រប់ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះថ្ងៃទី28ខែ11ឆ្នាំ2025ហើយម្សិលមិញនេះជាថ្ងៃ Thanksgiving បងប្អូនអរគ្នាម្សិលមិញហ្នឹងគឺភាគច្រើនគេអនុញ្ញាតឲ្យអ្នកធ្វើការនៅក្នុងសហរដ្ឋអាមេរិកនេះគាត់បានឈប់សម្រាកអញ្ចឹងណាហើយហាងឬក៏ store ភាគច្រើនដូចជា restaurant 90% ដែលគេអត់ធ្វើការទេបងប្អូនអរគ្នាគេបិទអញ្ចឹងណាហើយអ្នកខ្លះទៅក៏គាត់អត់ដឹងថាឈប់ធ្វើអីចឹងទៅក៏គាត់ទៅធ្វើការចឹងទៅក្រុមហ៊ុនគេអាច pay ឲ្យគាត់គុណ2ឬក៏គុណ3អីចឹងទៅបងប្អូនអរគ្នាទៅតាមប្រភេទក្រុមហ៊ុនដែលគាត់ធ្វើការចឹងណាហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការចែកម្លែកបងប្អូនអរគ្នាតាក់ទងជាមួយនឹងព័ត៌មានថ្មីក្តៅណាបងប្អូនគឺកំឡុងពេលដែលសហរដ្ឋអាមេរិកគេ celebrate បុណ្យ Thanksgiving ហ្នឹងលោកនាយករដ្ឋមន្ត្រី Donald Trump ដែលយើងដឹងថាជានាយករដ្ឋមន្ត្រីនៃសហរដ្ឋអាមេរិកហ្នឹងគឺគាត់បាននិយាយម្សិលមិញបងប្អូនអរគ្នានិយាយនៅមុខអ្នកកសែតណាក៏ដូចជាគាត់បានផុសនៅក្នុង Twitter ក៏ដូចជាបណ្ដាញសង្គម Facebook អីចឹងទៅបងប្អូនគាត់បាននិយាយថាគាត់នឹងបិទ Third World Country ហ្នឹងមាន19ប្រទេសបងប្អូនអរគ្នាចាំខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងឲ្យបងប្អូនមើលណាគាត់ថាគាត់នឹង permanently អត់ឲ្យប្រទេស Third World Country ទាំងអស់ហ្នឹងចូលមកក្នុងសហរដ្ឋអាមេរិកជារៀងរហូតបងប្អូនអរគ្នាគាត់ប្រើពាក្យ permanently ហ្នឹងវារៀងធ្ងន់ព្រោះបើយើងបកប្រែមកខ្មែរមកមានន័យថាវាជារៀងរហូតណាបងប្អូនអរគ្នាបិទមួយជីវិតហ្មងហើយមូលហេតុដែលគាត់ចង់បិទខ្ទប់ហ្នឹងបងប្អូនអរគ្នាដោយសារតាមម្សិលមួយថ្ងៃមុននឹងបុណ្យ Thanksgiving មួយថ្ងៃនៅក្នុងសហរដ្ឋអាមេរិកនេះណាគឺមានការលួចធ្វើឃាតទៅលើ National Guard មានបរិសម្នាក់ដែលគាត់មានសញ្ជាតិជាអាហ្គានីស្ថានណាគាត់បានបាញ់ប្រហារទៅលើ National Guard ហ្នឹងដែល National Guard ហ្នឹងគឺមាន2នាក់បងប្អូនអរគ្នាគឺមានម្នាក់ប្រុសហើយនិងម្នាក់ស្រីអញ្ចឹងណាហើយម្នាក់ស្រីហ្នឹងម្សិលមិញហ្នឹងគឺលោក Donald Trump បាននិយាយគឺគាត់ផុតអីបងប្អូនអរគ្នាមានន័យថាគាត់បាត់បង់ជីវិតអីចឹងហើយនេះជាមូលហេតុដែលលោក Donald Trump គាត់ក្តៅណាបងប្អូនអរគ្នាហើយមុននឹងការប្រកាសដែលកុំឲ្យប្រទេស Third World Country នឹងចូលមកក្នុងសហរដ្ឋអាមេរិកហ្នឹងក៏គាត់បានចេញសារព័ត៌មានមួយដែរបងប្អូនអរគ្នាគឺគាត់ចង់ឲ្យអ្នកកាន់ Green Card នៅក្នុងសហរដ្ឋអាមេរិកនេះដែលពួកគាត់មកពីប្រទេសដែលអាមេរិកគេសង្ស័យណាបងប្អូនអរគ្នាដូចជាមាន19ប្រទេសហ្នឹងបងប្អូនពួកគាត់ហ្នឹងទាំងអស់ហ្នឹងគឺត្រូវតែប្រឡងដើម្បីយក Green Card ឡើងវិញបងប្អូនអរគ្នាអញ្ចឹងខ្ញុំឧទាហរណ៍ថាបងប្អូនមកពីប្រទេសអាហ្គានីស្ថានហើយបងប្អូនមកដល់សហរដ្ឋអាមេរិកហើយបងប្អូនទទួលបាន Green Card ណាអញ្ចឹងភាគរយច្រើនឯងបងប្អូនត្រូវតែប្រឡងយក Green Card នឹងសាមីប៉ុន្តែមិនមែនមានន័យថាគ្រប់អ្នកកាន់ Green Card នៅក្នុងសហរដ្ឋអាមេរិកនេះគ្រប់ជាតិសាសន៍ទាំងអស់ត្រូវតែប្រឡងអញ្ចឹងឯងបងប្អូនមានន័យថាតើតែប្រទេសដើមកំណើតរបស់គាត់ដែលគាត់មកពីប្រទេសណាអញ្ចឹងណាហើយសហរដ្ឋអាមេរិកហ្នឹងគឺគេកំពុងតែសង្ស័យទៅលើប្រទេសអស់ហ្នឹងអញ្ចឹងបងអ្នកទាំងអស់ហ្នឹងហើយដែលគាត់ត្រូវការប្រឡងឡើងវិញបងប្អូនអរគ្នាប៉ុន្តែដូចសម្រាប់ខ្ញុំអញ្ចឹងខ្ញុំមកពីខ្មែរប្រទេសដើមកំណើតខ្ញុំគឺ Cambodia បងប្អូនអរគ្នាអញ្ចឹងគឺយើងអត់មានត្រូវការប្រឡងយក Green Card សាមីឡើងវិញទេបងប្អូនហើយដើមហេតុហ្នឹងគឺដោយសារតាបរិសម្នាក់ដែលគាត់មានសញ្ជាតិអាហ្គានីស្ថានហ្នឹងគឺគាត់ធ្លាប់ចូលធ្វើការ CIA នៅក្នុងសហរដ្ឋអាមេរិកនេះហើយគាត់ធ្លាប់ធ្វើជា Army នៅក្នុងប្រទេសអាហ្គានីស្ថានទៀតបងប្អូនអរគ្នាចឹងទៅគឺថ្ងៃដែលគាត់ធ្វើឃាតហ្នឹងគឺគាត់ទៅតាមដាន National Guard 2នាក់ហ្នឹងណាហើយគាត់ក៏បានបាញ់កាភ្លើងដូចជាកាភ្លើងខ្លីបងប្អូនអរគ្នាគឺបាញ់ស្លាប់ទៅលើ National Guard 2នាក់ហ្នឹងដែលធ្វើឲ្យម្នាក់ស្រីហ្នឹងគឺគាត់បាត់បង់ជីវិតអីមិនសូវមិញហើយម្នាក់ប្រុសហ្នឹងគេកំពុងតែតាមដានបងប្អូនអរគ្នាដោយស្ថានភាពរបស់គាត់ហ្នឹងកំពុងតែធ្ងន់ធ្ងរខ្លាំងអញ្ចឹងណាហើយនេះហើយដែលជាកត្តាធ្វើឲ្យលោក Donald Trump ហ្នឹងគាត់ក្តៅលឹកជាបងប្អូនអរគ្នាមិនថាលោក Donald Trump ឯងបងប្អូនប្រជាជនសហរដ្ឋអាមេរិកនេះគឺគេឲ្យតម្លៃទៅលើជាតិសាសន៍គេណាបងប្អូនយើងស្លាប់គេម្នាក់ស្មើនឹងយើងស្លាប់គេមកគ្រួសារស្លាប់គេមកប្រទេសបងប្អូនដល់ចឹងទៅគឺគេខឹងគេស្អប់យើងខ្លាំងណាបងប្អូនអរគ្នានៅក្នុងសហរដ្ឋអាមេរិកនេះគេចង់ឲ្យមានរឿងបាញ់ស្លាប់អីចឹងទេគេគិតថាជីវិតម្នាក់កើតមកគឺមានតម្លៃខ្លាំងចឹងណាបងប្អូនអរគ្នាហើយហ្នឹងហើយខ្ញុំគិតថានេះហើយជាមូលហេតុពីរធំបងប្អូនអរគ្នាដែលលោក Donald Trump គាត់ចេញសារព័ត៌មានពីរនឹងមកទី1គឺគាត់ចង់បិទខ្ទប់មិនគាត់ចង់ឯងបងប្អូនអរគ្នាគឺគាត់បានផ្សាយឲ្យគាត់នឹងបិទខ្ទប់ជារៀងរហូតទៅលើប្រទេស Third World Country ហ្នឹងកុំឲ្យចូលមកក្នុងសហរដ្ឋអាមេរិកជារៀងរហូតបងប្អូនអរគ្នាហើយមួយទៀតហ្នឹងគឺគាត់ចង់ឲ្យអ្នកដែលកាន់ Green Card នៅក្នុងសហរដ្ឋអាមេរិកឥឡូវនេះហើយពួកគាត់ហ្នឹងគឺមានដើមកណ្ដាលមកពីប្រទេសណាដែលអាមេរិកគេគិតថាគេកំពុងតែសង្ស័យគឺពួកគាត់ត្រូវតែប្រឡងយក Green Card សាមីបងប្អូនអរគ្នាអូខេបងប្អូនអរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែ2ចំណុចហ្នឹងទេដើម្បីចែកម្លែកទៅបងប្អូនអរគ្នាណាហើយអរគុណបងប្អូនមែនតើសម្រាប់ការទស្សនាហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀត